ខ្ញុំបាទឈ្មោះបុត្រនវុឌ្ឍជាអ្នកដែលធ្វើការនៅក្នុងទីពេទ្យមេត្តាករណាផ្នែកខាងក្រុមនឹងល្អបាទអរគុណព្រះអង្គខ្ញុំចង់ចែកចាយពីអ្វីដែលយើងបានទៅរៀននៅឧត្តមវិជ័យរៀនពីបទពិសោធន៍អ្នកដែលធ្វើការបម្រើព្រះអង្គទៅនោះគេបង្កើតអ្នកដឹកនាំស្ម័គ្រចិត្តដូច្នេះយើងចង់ទៅមើលដើម្បីឲ្យឃើញពីការបង្កើតអ្នកដឹកនាំស្ម័គ្រចិត្តទៅនោះហើយវាជួយយើងក្នុងការដែលយើងកំពុងតែបង្កើតអ្នកដឹកនាំស្ម័គ្រចិត្តនៅក្នុងក្រុមអមស៊ីដែរហើយវាជួយយើងបានច្រើនទាក់ទងនឹងយុទ្ធសាស្ត្រក្នុងការដែលជួយដល់អ្នកដឹកនាំចឹងមួយទៀតអ្វីដែលយើងកំពុងតែជួយអ្នកដឹកនាំនៅទីនេះគឺយើងផ្ដល់មេរៀនដែលយើងជួយដល់ពួកជំនុំផងគាត់ដែរអរគុណព្រះអង្គដែលព្រះអង្គបានប្រើទីពេទ្យមេត្តាករណាដើម្បីឲ្យទទួលអ្នកជំងឺហើយអ្នកជំងឺមករកពេទ្យជាស្ពានមួយនាំអ្នកជំងឺឲ្យទៅដល់ដំណឹងល្អផងព្រះហើយគាត់អាចទទួលជឿដល់ព្រះយេស៊ូវបានទីពេទ្យយើងមិនត្រឹមតែធ្វើការនៅខាងក្នុងពេទ្យតែប៉ុណ្ណោះទេយើងក៏មានក្រុម Jerusalem Average ដែលពួកគាត់អាចចុះទៅតាមសហគមន៍ហើយជួយក្នុងការដែលផ្ដល់ជាស្ពានក្នុងការអ្នកណងឲ្យអ្នកភូមិគាត់អាចស្គាល់ពួកយើងជឿទុកចិត្តពួកយើងមកដល់ពេលនេះគឺយើងមានពួកជំនុំទៅដល់15ពួកជំនុំអរគុណព្រះអង្គឥឡូវនេះសូមអញ្ជើញឲ្យលោកអ្នកបងប្អូនទាំងអស់គ្នាបានអញ្ជើញទៅជួបជាមួយអ្នកគ្រូសាវរីដែលគាត់ប្រាប់អំពីការងារពួកជំនុំនៅតាមផ្ទះបន្តទៀតដែរជំរាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាខ្ញុំឈ្មោះផូសាវរីខ្ញុំជាបុគ្គលិកផ្នែកដំណឹងល្អនៅមន្ទីរពេទ្យមេត្តាករណាហើយថ្ងៃនេះខ្ញុំចុះមកពួកជំនុំនៅខាងស្រុកកណ្ដាលស្ទឹងភូមិនេះផងដែរយើងចាប់ដើមបង្កើតឡើងនៅឆ្នាំ2018តាមរយៈអ្នកជំងឺនៅមន្ទីរពេទ្យមេត្តាករណារបស់ពួកយើងសកម្មភាពដែលយើងថ្វាយបង្គំព្រះគឺរៀងរាល់នៅថ្ងៃប្រហ័សដូចជាថ្ងៃអាទិត្យសម្រាប់ថ្ងៃប្រហ័សគឺយើងថ្វាយបង្គំជាមួយនឹងក្រុមជំនុំនៅពេលព្រឹកហើយថ្ងៃអាទិត្យយើងថ្វាយបង្គំព្រះជាមួយនឹងពួកគាត់នៅពេលថ្ងៃចាប់ពីម៉ោង2ហើយការថ្វាយបង្គំគឺយើងមានសកម្មភាពដូចជាយើងជួបជុំគ្នាអធិដ្ឋានមានបទចម្រៀងច្រៀងសរសើរព្រះមានរៀនព្រះបន្ទូលខ្លីជាមួយគ្នាតាមរយៈសាច់រឿងឬក៏ព្រះបន្ទូលលើកចិត្តសូមលោកគ្រូអ្នកគ្រូទាំងអស់គ្នាបានបន្តជួយអធិដ្ឋានសម្រាប់ក្រុមជំនុំតាមរយៈទីពេទ្យមេត្តាករណាទាំងអស់គ្នាផងដែរអរគុណច្រើនសូមជម្រាបលានិងសូមព្រះអង្គប្រទានពរ